សួស្តីបងប្អូននេះគឺជាសាយ៉សាច់មាន់ដែលមានលាយជាមួយនឹងត្នោតក៏ដូចជាការ៉ុតហើយនិងដំឡូងសាយ៉នេះដែរវាមានរសជាតិឆ្ងាញ់ដែលសម្បកខាងក្រៅគឺវាស្រួយហើយនិងសាច់ខាងក្នុងគឺទន់ហើយយើងអាចយកមកញ៉ាំជាមួយនឹងទឹកត្រីផ្អែមទឹកម្ទេសឬមួយក៏ជ្រក់ល្ហុងជាដើមចង់ដឹងថារបៀបធ្វើសាយ៉ខ្ញុំបែបណាដើម្បីឲ្យវាស្រួយខាងក្រៅហើយនិងទន់ខាងក្នុងបែបនេះសូមរីករាយជាមួយនឹងការធ្វើរបស់ខ្ញុំនៅពេលបន្តិចទៀតនេះទាំងអស់គ្នាសម្រាប់គ្រឿងផ្សំដែលខ្ញុំយកមកធ្វើសាយ៉សាច់មាន់នេះបងប្អូនគឺមានដូចជាសាច់មាន់សម្រាប់សាច់មាន់គឺខ្ញុំរើសយកទ្រូងមាន់កសិកម្មណាបងប្អូនចំនួន3ខាំខ្ញុំយកមកលាងទឹកឲ្យស្អាតហើយចិញ្ច្រាំវាល្អិតហើយខ្ញុំក៏មានជាមួយនឹងដំឡូងបារាំងចំនួន1មើមប្រហែលជា1ខាំណាបងប្អូនដំឡូងបារាំងខ្ញុំចិតសំបកលាងទឹកឲ្យស្អាតហើយយកមកកោសវាជាសរសៃតូចៗបែបនេះគ្រឿងផ្សំបន្ទាប់មកទៀតហ្នឹងគឺមានការ៉ុតហើយការ៉ុតនេះដែរគឺខ្ញុំប្រើចំនួន2មើមតូចៗការ៉ុតគឺខ្ញុំធ្វើការឈូសវាជាសរសៃតូចៗដូចគ្នាពីឯត្រាវក៏ដូចគ្នាដែរគឺខ្ញុំប្រើចំនួន2ខាំយើងកោសវាជាសរសៃតូចល្អិតចឹងមកហើយបន្ទាប់មកគឺខ្ញុំកាត់វាជាកំណាត់ខ្លីៗឲ្យវាងាយស្រួលក្នុងការលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតណានៅពេលដែលខ្ញុំរៀបចំគ្រឿងផ្សំរួចអស់ហើយគឺខ្ញុំចាប់ផ្ដើមយកគ្រឿងផ្សំទាំងអស់នេះយកមកដាក់លាយជាមួយនឹងគ្នាណាបងប្អូនចាប្រាប់គ្រឿងធ្វើស្នូលសាយ៉គឺយើងត្រូវមានខ្ទឹមបារាំងខ្ទឹមក្រហមហើយនិងខ្ទឹមសចាដែលខ្ទឹមទាំង3មុខនេះគឺយើងចិញ្ច្រាំវាល្អិតមកបងប្អូនហើយយកមកប្រឡាក់ជាមួយគ្នាសម្រាប់ការប្រឡាក់ស្នូលសាយ៉ខ្ញុំដាក់រ៉តឌី1ស្លាបព្រាបាយម្រេច1ស្លាបព្រាបាយហើយនិងប្រេងឆា1ស្លាបព្រាបាយក៏ដូចជាទឹកប្រេងខ្យងនឹងចំនួន3ស្លាបព្រាបាយបន្ទាប់មកយើងគោះពងមាន់ដាក់2គ្រាប់ឬមួយក៏បងប្អូនប្រើពងទាក៏បានហើយពេលដែលខ្ញុំដាក់គ្រឿងផ្សំរួចរាល់អស់ហើយគឺខ្ញុំចាប់ផ្ដើមធ្វើការប្រឡាក់គ្រឿងទាំងអស់នេះចូលគ្នាដើម្បីឲ្យវាសព្វគ្នាបានល្អណាបងប្អូនក្នុងការប្រឡាក់ឬក៏ច្បល់គ្រឿងទាំងអស់នេះគឺខ្ញុំប្រើពេលប្រហែលជា10នាទីដើម្បីឲ្យគ្រឿងវាចូលជាតិជាមួយនឹងបន្លែនិងសាច់បានល្អណាបងប្អូនបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងម្សៅបំពងស្រួយចំនួន2ស្លាបព្រាបាយថែមទៀតដើម្បីឲ្យសាយ៉របស់យើងគឺវាកាន់តែស្រួយឆ្ងាញ់ហើយពេលដែលខ្ញុំច្បល់គ្រឿងទាំងអស់នេះបានសព្វគ្នាល្អហើយគឺខ្ញុំទុក10នាទីសិនចន្លោះពេលនឹងដែរគឺខ្ញុំចាប់ផ្ដើមងាកមករៀបចំជាមួយនឹងសម្បកសាយ៉គឺវាស្ដើងហើយវាស្អិតជប់គ្នាបែបនេះហើយយើងត្រូវការបកវាទុកម្ដងមួយសន្លឹកជាមុនសិនមុននឹងយើងយកទៅមូលជាសាយ៉សម្រាប់ពងមាន់2គ្រាប់ចុងក្រោយនេះគឺខ្ញុំគោះវាទុកគ្រាន់លាបនៅចុងស្លឹកសម្បកសាយ៉ដើម្បីឲ្យសាយ៉របស់យើងគឺវាស្អិតជាប់ល្អនៅពេលដែលយើងបំពងទៅវាអត់របេះចេញពីគ្នាទេសម្រាប់ការមូលសាយ៉បងប្អូនគឺយើងត្រូវដួសស្នូលសាយ៉1ស្លាបព្រាបាយបន្ទាប់មកយើងបត់ចុងស្លឹកសាយ៉នឹងចូលហើយយើងយកម្រាមដៃរីតវាបន្តិចទៅឲ្យស្នូលសាយ៉នឹងវាស្មើចុងស្មើដើមបន្ទាប់មកចាំយើងមូលវាចំនួន2ជុំចូលណាបងប្អូនហើយនៅពេលដែលយើងមូលនោះគឺយើងរឹតវាឲ្យតឹងបន្ទាប់មកទៀតគឺយើងបត់ផ្នែកចុងស្លឹកខាងឆ្វេងខាងស្ដាំចូលហើយយើងមូលបន្តទៀតចំនួន2ទៅ3ជុំទៅរួចហើយយើងយកពងមកលាបនៅចុងស្លឹកសម្បកសាយ៉រួចហើយយើងមូលវាផ្ចិតនៅចុងស្លឹកទៅហើយចំពោះការផ្ចិតនៅចុងស្លឹកហ្នឹងគឺយើងរាំងសកត់ដៃឲ្យធ្ងន់បន្តិចទៅដើម្បីឲ្យសម្បកសាយ៉យើងគឺវាជិតមាត់បានល្អណាបងប្អូនបងប្អូនយើងធ្វើបែបនេះម្ដងមួយទៅរហូតតតែស្នូលហើយនឹងសម្បកសាយ៉យើងគឺអស់ណាទៅពេលដែលយើងមូលសាយ៉រួចរាល់អស់ហើយគឺយើងចាប់ផ្ដើមដល់វគ្គបំពងម្ដងពោះការបំពងសាយ៉ហ្នឹងគឺយើងត្រូវដាក់ប្រេងឆាឲ្យច្រើនហើយយើងទុកប្រេងឆាហ្នឹងឲ្យវាក្តៅមកល្មមមកបងប្អូនចាំយើងយកសាយ៉មកដាក់ចូលយើងធ្វើបែបនេះគឺសាយ៉របស់យើងអត់បៀមខ្លាញ់ឬមួយក៏បៀមប្រេងចូលប្រេងអីទេហើយសម្បកសាយ៉ខាងក្រៅគឺស្រួយល្អទៀតផងនៅក្នុងពេលដែលយើងបំពងសាយ៉ហ្នឹងគឺយើងអាសាប្រែចុះប្រែឡើងផងណាបងប្អូនឲ្យសាយ៉គឺវាឆ្អិនស្មើសាច់គ្នាមិនខ្លោចហើយក៏មិនឆៅហើយថែមទាំងស្រួយឆ្ងាញ់ទៀតផងតែសាយ៉ឆ្អិនស្មើសាច់គ្នាហើយគឺខ្ញុំចាប់ផ្ដើមស្រង់ដាក់កញ្ច្រែងដើម្បីសម្រស់ខ្លាញ់ឬមួយក៏ប្រេងឆានឹងចេញសាយ៉ភាគច្រើនគឺគេចូលចិត្តញ៉ាំជាមួយនឹងទឹកត្រីផ្អែមឬមួយក៏ទឹកម្ទេសមួយវិញទៀតបើយើងបានញ៉ាំជាមួយនឹងជ្រក់ល្ហុងគឺកាន់តែពិសេសណាបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណសម្រាប់ការតាមដាននិងជួបគ្នានៅវីដេអូក្រោយទៀត